ហេតុអ្វីបានជា Walk Street ក្លាយជាគោលដៅទេសចរណ៍លេចធ្លោជាងគេនៅទីក្រុងភ្នំពេញចាប់តាំងពីរដ្ឋាភិបាលបានបើកដំណើរការផ្លូវថ្មើរជើងចតុមុខមកដល់បច្ចុប្បន្នគម្រោងមួយនេះទទួលបានជោគជ័យលើសពីការរំពឹងទុកអ្វីដែលជាមោទនភាពបំផុតនោះគឺវេបផ្សាយបរទេសបានដាក់ចំណាត់ថ្នាក់ឲ្យផ្លូវថ្មើរជើងរបស់យើងជាប់ចំណាត់ថ្នាក់លេខ2នៅលើពិភពលោកដែលមានភ្ញៀវទេសចរមកទស្សនាច្រើនកុះករបំផុតតែអ្វីទៅជាភាពទាក់ទាញនៅទីនេះយ៉ាងណាមិញផ្លូវថ្មើរជើងមិនគ្រាន់តែជាទីតាំងសម្រាប់ដើរកម្សាន្តនាចុងសប្តាហ៍នោះទេប៉ុន្តែវាជាផ្នែកមួយទាក់ទាញវិស័យទេសចរណ៍យ៉ាងសំខាន់តាមរយៈម្ហូបអាហារប្រចាំតំបន់និងសកម្មភាពកម្សាន្តជាច្រើនទម្រង់ដែលធ្វើឲ្យអ្នកមកលេងកម្សាន្តទទួលបានអារម្មណ៍រីករាយមិនចេះចំណាយលើពីការដើរកម្សាន្តអ្នកទាំងអស់គ្នាអាចរកទិញបាននៅផលិតផលខ្មែរជាច្រើនមុខមិនថាជាគ្រឿងសិប្បកម្មឬវត្ថុអនុស្សាវរីយ៍ប្លែកៗសុទ្ធសឹងជាផលិតផលក្នុងស្រុកជាស្នាដៃរបស់បងប្អូនខ្មែរផ្ទាល់រាល់ការគាំទ្ររបស់យើងទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកផលិតក្នុងការថែរក្សានូវអត្តសញ្ញាណជាតិនិងពង្រឹងសេដ្ឋកិច្ចសហគមន៍ឲ្យកាន់តែរីកចម្រើនដូច្នេះចុងសប្តាហ៍នេះកុំភ្លេចនាំក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់មកដើរកម្សាន្តនៅផ្លូវថ្មើរជើងក៏ដូចជាចូលរួមលើកស្ទួយស្នាដៃផលិតផលខ្មែរទាំងអស់គ្នា